ថ្លៃរស់នៅទីក្រុង Christchurch ប្រទេស New Zealand មួយខែចំណាយអស់ប៉ុន្មានសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីការចំណាយលើថ្លៃរស់នៅទីក្រុង Christchurch ប្រទេស New Zealand ដោយផ្អែកតាមបទពិសោធន៍ផ្ទាល់របស់ខ្ញុំតែម្ដងមានបងប្អូនជាច្រើនដែលកំពុងតែគិតចង់មកសិក្សាមកធ្វើការឬផ្លាស់មករស់នៅប្រទេស New Zealand ហើយសំណួរដែលតែងលើគេសួរជាញឹកញាប់បំផុតនោះគឺថាតើត្រូវចំណាយប៉ុន្មានក្នុងមួយខែព្រោះគេល្បីថានៅ New Zealand ហ្នឹងការចំណាយគឺថ្លៃណាស់នៅ New Zealand គេចាយដុល្លារ New Zealand ដែលតាមអត្រាដុល្លារបច្ចុប្បន្ន$1 New Zealand ស្មើនឹង $0.59 អាមេរិកអញ្ចឹងបើបងប្អូនចំណាយអស់$100 New Zealand គឺប្រហែលនឹង$59ទៅ$60អាមេរិកសូមបញ្ជាក់បងប្អូនថាការចំណាយនេះគឺនៅទីក្រុង Christchurch តែប៉ុណ្ណោះតែបើបងប្អូនចង់មករស់នៅទីក្រុង Auckland ទីក្រុង Wellington ឬតំបន់ផ្សេងៗការចំណាយអាចនឹងតិចឬច្រើនជាងនេះទៅតាមតំបន់នីមួយៗផងដែរចឹងតោះចូលទៅមើលការចំណាយទាំងអស់គ្នាការចំណាយទី1គឺការចំណាយលើផ្ទះភ្លើងនិងអ៊ីនធឺណិតសម្រាប់ការរស់នៅ New Zealand ការជួលផ្ទះគឺជាការចំណាយដ៏ធំបំផុតការចំណាយនៅក្នុងវីដេអូហ្នឹងគឺជាការចំណាយផ្ទាល់សម្រាប់ខ្ញុំហើយនិងគ្រួសារខ្ញុំការជួលផ្ទះហ្នឹងអាចថាបានតម្លៃធូរមែនទែនសម្រាប់ការរស់នៅ2នាក់ដោយសារតែពួកខ្ញុំនៅ share ជាមួយគ្រួសារបងខ្មែរដែលគាត់មកសិក្សានៅនឹងដែរផ្ទះដែលពួកខ្ញុំជួលហ្នឹងមាន3បន្ទប់ទឹកមួយហើយមាន sleep out មួយដែលមានបន្ទប់ទឹកនៅក្នុងហ្នឹងហ្មងអញ្ចឹងពួកខ្ញុំ share តែផ្ទះបាយជាមួយពួកគាត់ទេថ្លៃជួលផ្ទះទាំងមូលគឺ$630ក្នុងមួយអាទិត្យអញ្ចឹងពួកខ្ញុំចំណាយ230ហើយពួកគាត់ចំណាយ$430ចឹងហើយបើអ្នកមកនៅម្នាក់ឯងខ្ញុំសូមណែនាំឲ្យជួលបន្ទប់នៅក្នុងផ្ទះ share ជាមួយអ្នកដទៃសិនព្រោះវាជួយសន្សំបានច្រើនមែនទែននៅនេះអត់មានបន្ទប់ជួលដាច់ដោយឡែកដូចនៅអាស៊ីយើងទេគេជួលផ្ទះមួយទាំងមូលហើយបន្ទាប់មកទៀតគេរកអ្នកមកនៅបំពេញបន្ទប់មួយវិញដើម្បីជួយបែងចែកថ្លៃជួលផ្ទះគ្នាអ្វីដែលកាន់តែថ្លៃសម្រាប់ខ្ញុំគឺការជួលផ្ទះនៅនេះគេគិតជាអាទិត្យមិនមែនជាខែដូចនៅប្រទេសយើងទេនៅ Christchurch តម្លៃបន្ទប់ជាទូទៅចន្លោះពី$170ទៅ$250ក្នុងមួយសប្តាហ៍សម្រាប់ការរស់នៅម្នាក់ឯងតែបើសិនជាករណីប្តីប្រពន្ធចង់ជួលបន្ទប់ studio នៅដោយខ្លួនឯងអាចចំណាយចាប់ពី$430ឡើងទៅតែបើសិនជាករណីគ្រួសារគាត់ចង់ជួលផ្ទះមួយទាំងមូលតម្លៃអាចចាប់ពី$550ទៅ$650ក្នុងមួយអាទិត្យករណីផ្ទះមាន2ឬ3បន្ទប់គេងហើយតម្លៃក៏អាចប្រែប្រួលលើគ្នាតិចតួចទៅតាម suburb ឬករណីផ្ទះថ្មីឬផ្ទះចាស់ទៀតការជួលផ្ទះនៅនេះភាគច្រើនគេជួលតែសម្រាប់ផ្ទះទេសម្រាប់គ្រឿងសង្ហារឹមផ្សេងៗត្រូវទិញដាក់ដោយខ្លួនឯងឬបើករណីម្ចាស់ផ្ទះស្រួលយើងអាចចរចាថែមលុយខ្លាយគាត់ដើម្បីគាត់ជួយទិញដាក់ឲ្យយើងបាននឹងឲ្យបងប្អូនទាំងគ្នាអញ្ចឹងខែពីថ្លៃចំណាយទៅលើថ្លៃជួលផ្ទះក៏មានថ្លៃចំណាយទៅលើថ្លៃភ្លើងនិងថ្លៃអ៊ីនធឺណិតដែរនៅរដូវរងាពីថ្ងៃបាត់ភ្លើងអាចឡើងខ្ពស់ជាងរដូវក្តៅដោយសារយើងត្រូវបើកម៉ាស៊ីនកម្ដៅជារៀងរាល់ថ្ងៃសម្រាប់ពួកខ្ញុំពីរនាក់ការចំណាយថ្លៃភ្លើងអស់ប្រហែល$150ទៅ$250ក្នុងមួយខែនិងអស់$40សម្រាប់ថ្លៃអ៊ីនធឺណិតបើករណីផ្ទះខ្លះដែលគាត់ប្រើជា Care បងប្អូនអាចត្រូវចំណាយថ្លៃគេក្នុងការចម្អិនអាហារទៀតតែផ្ទះពួកខ្ញុំដោយសារពួកខ្ញុំប្រើជា Care អគ្គិសនីអញ្ចឹងគិតចូលគ្នាជាមួយថ្លៃភ្លើងតែម្ដងផ្ទះដែលពួកខ្ញុំនៅនឹងគឺអត់ត្រូវចំណាយទៅលើថ្លៃទឹកទេចឹងមិនថាការជួបផ្ទះ share គ្នាចំណេញបានច្រើនដែរក្នុងការចែកគ្នាបង់វិក័យប័ត្រដែលធ្វើឲ្យការចំណាយម្នាក់បានរៀងធូរតែបើសិនជាករណីបងប្អូនចង់រស់នៅផ្ទះដែល private ដែលតម្លៃការចំណាយក៏ច្រើនទៅតាមនឹងដែរការចំណាយទី2គឺការចំណាយទៅលើម្ហូបអាហារហើយនិងគ្រឿងទេសនៅ New Zealand មានផ្សារធំៗ3សម្រាប់ការទិញម្ហូបគឺនៅ Park and Service, Woolworths ហើយនៅ New World ហើយភាគច្រើននៅ Park and Service គឺមានតម្លៃសមរម្យជាងគេសម្រាប់ជនជាតិអាស៊ីយើងក៏មានផ្សារអាស៊ីដែរហើយសម្រាប់ពួកខ្ញុំដោយសារតែពួកខ្ញុំធ្វើម្ហូបខ្មែរញ៉ាំច្រើនចឹងភាគច្រើនគឺយើងទៅទិញម្ហូបនៅផ្សារអាស៊ីព្រោះដោយសារនៅទីនោះមានគ្រឿងផ្សំធ្វើម្ហូបអាស៊ីមានទឹកត្រីម្ទេសប្រហុកបន្លែនិងគ្រឿងទេសជាច្រើនសម្រាប់ផ្លែឈើនិងម្ហូបបន្ទាប់បន្សំពួកខ្ញុំក៏ទិញនៅ New World ច្រើនដែរដោយសារតែវានៅជិតផ្ទះជាងគេខ្ញុំភាគច្រើនធ្វើម្ហូបញ៉ាំនៅផ្ទះផងនិងវិចទៅធ្វើការផងហើយវិចឲ្យប្តីទៅសាលារៀនដែរព្រោះថាការធ្វើម្ហូបនៅផ្ទះសន្សំជាងការញ៉ាំនៅក្រៅបានច្រើនណាមួយពួកខ្ញុំមិនសូវទម្លាប់ញ៉ាំអាហារ Western ដែរសម្រាប់អ្នកមានពេលវេលាច្រើននិងមានកន្លែងសម្រាប់ទុកម្ហូបបានច្រើនអាចឧស្សាហ៍តាមដានការបញ្ចុះតម្លៃតាមផ្សារធំៗទាំង3បានព្រោះវាជួយសន្សំបានមួយចំណែកធំដែរនៅនេះគេមានការបញ្ចុះតម្លៃជាច្រើនទៅតាមទំនិញផ្សេងៗគ្នាសឹងតែរាល់អាទិត្យតែដោយសារពួកខ្ញុំធ្វើការនិងរៀនពេញម៉ោងផងជាពិសេសពួកយើងនៅ share ផ្ទះជាមួយគ្នាអញ្ចឹងមិនសូវមានកន្លែងច្រើនក្នុងការទិញស្តុកទុកទេចឹងហើយទោះជាមានការបញ្ចុះតម្លៃច្រើនក៏ទិញបានត្រឹមទុកញ៉ាំមួយទៅពីអាទិត្យនឹងឯងជារួមមកពួកខ្ញុំចំណាយអស់$150ទៅ$250ក្នុងមួយអាទិត្យឬប្រហែលជា$600ទៅ$800 New Zealandក្នុងមួយខែសម្រាប់ការចំណាយទៅលើម្ហូបអាហារហើយនិងគ្រឿងទេសឥឡូវយើងមកនិយាយអំពីការធ្វើដំណើរវិញម្ដងបើប្រៀបធៀបជាមួយទីក្រុងធំៗដូចជាទីក្រុង Auckland ឬក៏ Wellington ទីក្រុង Christchurch មានសភាពស្ងប់ស្ងាត់ជាងហើយមនុស្សភាគច្រើនជ្រើសរើសបើកឡានដោយខ្លួនឯង
ប៉ុន្តែបើសិនជាអ្នកមិនចង់បើកឡានទេការជិះឡានក្រុងក៏ជាជម្រើសល្អដែរសម្រាប់មនុស្សពេញវ័យដែលមានអាយុចាប់ពី25ឆ្នាំឡើងទៅចំណាយទៅលើការជិះឡានក្រុងម្ដងអស់$3ឬក៏$30ក្នុងមួយអាទិត្យបើទោះជាមានការជិះច្រើនយ៉ាងណាក៏មិនមានការចំណាយបន្ថែមលើសពី$30នឹងដែរសម្រាប់អ្នកដែលមានអាយុក្រោម20ឆ្នាំគឺមានការបញ្ចុះតម្លៃនៅក្នុងការជិះឡានក្រុងដោយបង្ហាញនៅក្នុងតារាងនេះដោយឡែកសម្រាប់កូនក្មេងនិងមនុស្សចាស់ដែលមាន Community Service Card ក៏មានការបញ្ចុះតម្លៃដែរសម្រាប់ការជិះឡានក្រុងនៅទីនេះចំណាយដោយប្រើកាតគឺមានតម្លៃទាបជាងការចំណាយដោយប្រើក្រដាសប្រាក់ឡានក្រុងនៅទីក្រុងក្រៃឈើគ្របដណ្ដប់នៅតាមតំបន់ជាច្រើនក៏ប៉ុន្តែសម្រាប់អ្នកដែលរស់នៅឆ្ងាយពីទីប្រជុំជនការធ្វើដំណើរអាចចំណាយពេលយូរជាងការបើកឡានដោយខ្លួនឯងចំពោះអ្នកដែលមានឡានតខ្លួនការធ្វើដំណើរពិតជាងាយស្រួលជាងមិនថាទៅធ្វើការទៅផ្សារឬធ្វើដំណើរកម្សាន្តនៅចុងសប្តាហ៍នោះទេក៏ប៉ុន្តែការមានឡានក៏មានការចំណាយជាច្រើនផងដែរអ្នកត្រូវចំណាយលើសាំងការធានារថយន្តការចុះបញ្ជីរថយន្តការត្រួតពិនិត្យ WOF និងការជួសជុលថែទាំជាប្រចាំទៀតផងដែរចំពោះសាំងខ្ញុំចំណាយអស់ច្រើនគឺចន្លោះពី$50ទៅ$80ក្នុងមួយសប្តាហ៍ឬច្រើនជាងនេះព្រោះពួកខ្ញុំចំណាយពេលដើរលេងឡើងភ្នំនិងរកកន្លែងថ្មីៗជាប្រចាំរៀងរាល់សប្តាហ៍តែបើសិនជាករណីបងប្អូនមិនសូវដើរលេងទេគ្រាន់តែជិះទៅរៀនឬធ្វើការហើយឡានបងប្អូនជាប្រភេទឡាន Hybrid ឬក៏ឡានអគ្គិសនីទៀតការចំណាយក៏កាត់បន្ថយបានច្រើនទៅតាមនឹងដែរដូច្នេះមុននឹងសម្រេចចិត្តទិញឡានត្រូវគិតទាំងការចំណាយផ្សេងៗមិនមែនគិតតែតម្លៃទិញឡានប៉ុណ្ណឹងទេពេលខ្លះទៅពេលដែលយើងជិះឡានហើយពេលដែលយើងចង់ទៅទីប្រជុំជនយើងត្រូវចំណាយទាំងថ្លៃចតឡានទៀតផងដែរពីរួមមកបើសិនជាករណីថាបងប្អូនរស់នៅជិតកន្លែងធ្វើការឬសាលារៀនការជិះឡានក្រុងឬក៏ជិះកង់អាចជាសន្សំថវិកាបានយ៉ាងច្រើនផងដែរឥឡូវនេះងាកមកមើលការចំណាយទៅលើសកម្មភាពកម្សាន្តវិញម្ដងអញ្ចឹងសកម្មភាពកម្សាន្តហ្នឹងគឺខ្ញុំបែងចែកជាពីរទី1គឺតាក់ទងជាមួយនឹងគម្រោងសេវាទូរស័ព្ទហើយនិងទី2តាក់ទងជាមួយនឹង activity ដែលយើងធ្វើនៅពេលដែលចុងសប្តាហ៍អញ្ចឹងណាអញ្ចឹងសម្រាប់គម្រោងទូរស័ព្ទដល់នេះគឺមានក្រុមហ៊ុនទូរស័ព្ទច្រើនហើយសម្រាប់ក្រុមហ៊ុនទូរស័ព្ទដែលខ្ញុំប្រើហ្នឹងគឺខ្ញុំប្រើ2 degree ហើយតម្លៃដែលខ្ញុំយកហ្នឹងគឺជាតម្លៃដែលធូរថ្លៃជាងគេហ្មងអញ្ចឹងខ្ញុំចំណាយ$20ក្នុងមួយខែចឹងត្រូវនឹង$40ក្នុងមួយខែសម្រាប់ការចំណាយ2នាក់អញ្ចឹងណារីឯការចំណាយសម្រាប់ដំណើរកម្សាន្តចុងសប្តាហ៍វិញគឺពួកខ្ញុំជាចិត្តទៅឡើងភ្នំឬក៏ explore នៅតំបន់ធម្មជាតិថ្មីៗនៅជុំវិញកន្លែងខ្ញុំរស់នៅអញ្ចឹងណាអញ្ចឹងពួកខ្ញុំអត់មានត្រូវចំណាយទៅលើថ្លៃចូលទស្សនាទេគ្រាន់តែថាពួកខ្ញុំត្រូវចំណាយទៅលើថ្លៃសាំងហើយនិងថ្លៃអាហារដែលពួកខ្ញុំបូកបញ្ចូលទៅជាមួយនឹងថ្លៃចំណាយទៅលើការធ្វើដំណើរហើយនិងថ្លៃម្ហូបអាហារតែម្ដងប៉ុន្តែតកតងជាមួយសកម្មភាពចុងសប្តាហ៍ហ្នឹងគឺវាមានភាពខុសគ្នាអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗដែរអញ្ចឹងបើសិនជាករណីបងប្អូនចូលចិត្តទៅមើលកុនឬក៏ចូលចិត្តទៅហាត់ប្រាណអញ្ចឹងគឺបងប្អូនត្រូវចំណាយទៅលើថ្លៃសេវាកម្មហ្នឹងបន្ថែមទៀតអញ្ចឹងណាអូខេបងប្អូនអរគ្នាហើយចំណាយចុងក្រោយហ្នឹងគឺខ្ញុំដាក់ទៅលើការចំណាយផ្សេងអញ្ចឹងមិនថាយើងអត់ទៅញ៉ាំខែវសទេយើងទៅញ៉ាំខែវដែរអញ្ចឹងណាអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងការចំណាយទៅលើការញ៉ាំខែវគឺវាថ្លៃតែពួកខ្ញុំអត់សូវទៅញ៉ាំខែវទេអញ្ចឹងសម្រាប់ការទៅញ៉ាំម្ដងក្នុងម្នាក់យ៉ាងហោចណាស់ក៏ចន្លោះពី25ទៅ35ដែរអញ្ចឹងប៉ុន្តែពួកខ្ញុំគិតថាពួកខ្ញុំចំណាយទៅញ៉ាំខែហ្នឹងប្រហែលជា$70ទៅ$100ក្នុងមួយខែអញ្ចឹងណាហើយមួយទៀតតាក់ទងជាមួយនឹង health insurance អញ្ចឹងពួកខ្ញុំបង់ប្រចាំឆ្នាំឯងប៉ុន្តែនេះខ្ញុំធ្វើការចាយជាប្រចាំខែអញ្ចឹងចន្លោះពី140ជាងទៅ191អញ្ចឹងណាហើយចំណាយពីផ្សេងទៀតដែលខ្ញុំដាក់បញ្ចូលនៅក្នុងការចំណាយផ្សេងដែរគឺការចំណាយទៅលើ online shopping ហើយនិង skin care ហើយខ្ញុំគិតថាជាមធ្យមខ្ញុំអាចចំណាយចន្លោះពី$150ទៅ$200ក្នុងមួយខែសរុបទៅការរស់នៅទីក្រុងក្រៃឈើត្រូវចំណាយប៉ុន្មានចម្លើយគឺអាស្រ័យលើរបៀបនៃការរស់នៅរបស់អ្នកទាំងអស់គ្នាបើអ្នកជួបផ្ទះនៅជាមួយអ្នកដទៃចំអិនអាហារញ៉ាំនៅផ្ទះជិះឡានក្រុងនឹងមិនចំណាយច្រើនទៅលើការដើរកម្សាន្តទេការចំណាយក៏តិចទៅតាមនោះដែរក៏ប៉ុន្តែបើសិនជាករណីអ្នកទាំងអស់គ្នាចង់ជួបផ្ទះនៅដាច់ដោយឡែកបើកឡានជារៀងរាល់ថ្ងៃញ៉ាំអាហារនៅក្រៅញឹកញាប់និងចូលចិត្តទិញទំនិញជាប្រចាំការចំណាយប្រចាំខែក៏នឹងខ្ពស់ទៅតាមនឹងដែរទោះជាយ៉ាងណាក៏ដោយទីក្រុងក្រៃឈើនៅតែជាទីក្រុងមួយដែលគេចាត់ទុកថាមានតម្លៃនៃការរស់នៅសមរម្យជាងទីក្រុងអូក្លែនហើយក៏មានគុណភាពជីវិតល្អប្រសើរផងដែរនៅទីក្រុងក្រៃឈើមានសួនច្បារដ៏ធំនិងស្រស់ស្អាតចរាចរណ៍មិនសូវកកស្ទះមនុស្សរួសរាយរាក់ទាក់និងធម្មជាតិក៏ស្រស់បំព្រងហើយយើងអាចធ្វើដំណើរកម្សាន្តបានស្ទើរតែរៀងរាល់ចុងសប្តាហ៍ខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជួយអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់ពីការចំណាយក្នុងការរស់នៅទីក្រុងក្រៃឈើប្រទេសញូហ្សេឡង់ប្រសិនបើបងប្អូនអ្នកគ្នាយល់ថាវីដេអូនេះមានប្រយោជន៍កុំភ្លេចចុច like ហើយនិង subscribe YouTube channel មួយនេះផងហើយកុំភ្លេចតាមដានវីដេអូថ្មីៗបន្តទៀតអំពីការរស់នៅការសិក្សាក៏ដូចជាបទពិសោធន៍នៅក្នុងប្រទេសញូហ្សេឡង់សូមអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះហើយជួបគ្នានៅវីដេអូក្រោយ